នេះស្រាប់តែមកដល់កំពង់ឆ្នាំងឈួបចង់នាំអារម្មណ៍អ្នកទស្សនាមកមើលទស្សនភាពនៅទីក្រុងកំពង់ឆ្នាំងវិញនេះជីក៏មកដល់ផ្សារក្រោមហើយនៅតាមដងផ្លូវហ្នឹងដូចបានឃើញក្នុងវីដេអូចឹងមានផ្ទះប្រជាពលរដ្ឋរស់នៅជុំវិញហ្នឹងហើយផ្សារក្រោមគឺនៅមួយជួរហ្នឹងហើយក៏មានបេនឡានហើយមានសួនច្បារខ្ញុំឆ្លងកំពង់ឆ្នាំងនេះថតទៅឃើញភ្នំនាងកងរីនៅពីក្រោយអញ្ចឹងណាហើយតាមសួនច្បារគេហ្នឹងក៏វាមានលក់អីវ៉ាន់តិចតួចមានបឹងអង្គុយមានបើយើងអង្គុយមើលទៅតាមទន្លេទៅឃើញមានអ្នកនេសាទគ្រួសារអ្នកនេសាទពេញហ្នឹងទៅអ្នកតាមទន្លេហ្នឹងភាគច្រើនគេប្រកបរបរនេសាទត្រីឲ្យតែយកទៀបភ្លឺឡើងអញ្ចឹងទៅគេចុះទៅនេសាទដែរឃើញដូចទូកអញ្ចឹងគេទៅរកត្រីអាហ្នឹងវីដេអូហ្នឹងមានទៀបភ្លឺអីនិយាយខុសពេលហ្នឹងដូចជាផឹកហើយក្នុងចន្លោះម៉ោង9ផឹក8 9ផឹកហ្នឹងណាចាហើយបានមកប៉ោះមួយអំពេចតបមកទៀតក៏ចេញដំណើរពីសួនហ្នឹងក៏ជិះទៅត្រង់ទៀតដើម្បីចង់ណែនាំប្រាប់តានេះជាបេនឡានបេនសាឡង់កំពង់ចម្លងគេឆ្លងទៅត្រង់ម្ខាងទៀតកន្លែងគេជិះកណូតបេនឡានហ្នឹងគេឆ្លងទៅកំពង់លែងហើយជិះតាមហ្នឹងកាត់ទៅកំពង់ធំចិត្តចង់ស្គាល់ទីតាំងខ្ញុំដាក់ location map នៅក្នុង comment ឲ្យហើយតម្លៃសមុទ្រឆ្លងឡានដូចខ្ទង់ចន្លោះពី2-3ម៉ឺននៅតាមចាំពីមុនមកទៀតក៏ជិះនេះវត្តនេះគេហៅវត្តយាយទេពវត្តលោកយាយទេពនៅកំពង់ឆ្នាំងយើងហ្នឹងផ្លូវហ្នឹងបកទៅវិញហើយអានេះបកទៅរកក្រុងវិញហើយម្ដុំនេះគេហៅតំបន់ត្រជាក់បើពេលចូលឆ្នាំអីគេជះទឹកលេងនៅហ្នឹងស្ទៀវអីហ្នឹងចាហើយយើងជិះទៅត្រង់មកជួរហ្នឹងក៏មានអូតែលចាសម្រងខ្សែដូចឃើញអញ្ចឹងអានេះគេហៅមនុស្ស3នាក់ផ្លូវ8ទៅពោធិ៍សាត់ណាឆ្វេងច្រឡំស្ដាំដៃទៅពោធិ៍សាត់ឆ្វេងដៃមកក្រុងវិញមករកមានឯករាជ្យហើយមានធនាគារតែច្រឡំមានឯករាជ្យនៅពេញហ្នឹងមែនទេណានេះកំពង់ឆ្នាំងជិះទៅទីទៅមុខទៅក៏ឃើញនាងកងរីជួរហ្នឹងមានសន្តាគារច្រើនហ្នឹងហើយដូចបានឃើញអញ្ចឹងហើយក៏មាននៅផ្សារទំនើបស៊ីត្រាសម្រាប់ពីណាគេអត់ដឹងស្នាក់នៅគេណាមើលវីដេអូហ្នឹងទៅនេះមានសាគូរ៉ាទៀតហូតែលច្រើនមួយជួរហ្នឹងហូតែលពិសេសច្រើនហ្នឹងហើយចង់គេណាទៅហ្នឹងទៅម្ដុំហ្នឹងគេហៅភូមិស្រែព្រីងហើយបនស្ដាំមកដល់គេហៅម្ដុំថ្មីសជិះចូលមកម្ដុំផ្លូវលំហ្នឹងសបោហាងញ៉ាំអីដូចបានឃើញអញ្ចឹងមានហាងញ៉ាំអីរបៀបគេមានកញ្ចុះច្រើនគួរសមដែរតាមពិតទៅប្រជាជននៅខេត្តកំពង់ឆ្នាំងគាត់ប្រកបរបររកស៊ីច្រើនណាស់តាមផ្លូវហ្នឹងនិយាយទៅអីក៏មានដែរវីដេអូហ្នឹងមានតែប៉ុណ្្នឹងហើយសូមកុំភ្លេចជួយ subscribe YouTube ហើយ follow Facebook page នាងខ្ញុំម្នាក់មួយផងចាសូមអរគុណសូមសំណាងល្អទាំងអស់គ្នា